bóng ôn còn giờ coach mà mô hơi han bẹt cần đàn mô han bẹt cần đàn mô ở mà cái hơi bị chân chị bạn nè chắc bóng ôn do làm pu nắng do mô đào trung bình mô nằm bay ao bình pin nào bóng ôn đào bình bạn miệng bóng ôn ai đặt lại nát đây là ngất đây chỉ cần thêm sụp bóng này mút bóng ôn ai đã tơ ban làm mấy đánh một tranh được tha ní bây giờ phiêu với nhóm xã mới và hai chia ban đầu bài sắp đi có cao sập rồi sầm rạp bên một men xưa đây cũng mai bóng ôn ở kia để ban tốt sanaใน video នេះថ្ងៃនេះខ្ញុំបាទនឹងនាំបច្ចេកទេសថ្មីមួយសម្រាប់ឲ្យបងប្អូននឹងកម្ចាត់មូសនៅតាមផ្ទះបងប្អូនដោយមិនប្រើលុយកាក់អស់ចំណាយទៅច្រើនទេគឺបងប្អូនគ្រាន់តែចំណាយវត្ថុធាតុដើមពីរទី1គឺក្រូចឆ្មាដែលបងប្អូនអាចរកទិញតាមផ្សារបានទី2បងប្អូនទៅទិញក្លាំពូដែលក្លាំពូនេះគឺជាឱសថបុរាណមួយនៅតាមហាងចិនសែភាគច្រើនមើលបងប្អូននៅភ្នំពេញបងប្អូនអាចរកទិញនៅផ្សារអូស័យបានអញ្ចឹងវិធីសាស្ត្រងាយៗទេសម្រាប់បងប្អូនដែលកម្ចាត់មូសអញ្ចឹងទី1ក្រូចឆ្មាអញ្ចឹងវិធីសាស្ត្រនៃការធ្វើក្រូចឆ្មាគឺបងប្អូនគ្រាន់តែយកក្រូចឆ្មាមកហើយហាន់ពាក់កណ្ដាលមកហាន់ពាក់កណ្ដាលមកឲ្យស្មើគ្នាឲ្យវាចេញជាបែបហ្នឹងអញ្ចឹងបងប្អូនយកក្លាំពូហ្នឹងយកមកដោតជុំវិញមកដើម្បីឲ្យពេញពេលណាបងប្អូនដោតពេញបែបនេះពេញបែបហ្នឹងបងនឹងឲ្យពេលដែលបងប្អូនហាន់ក្រូចឆ្មាដោតរួចរាល់ហើយបងប្អូនអាចដាក់កន្លែងណាដែលល្ងឹតដែលជាកថេសម្បុកនៃមូសបងប្អូនអាចដាក់ទៅបានដើម្បីដេញមូសចេញពីព្រោះថានេះប្រសិទ្ធភាពវាខ្ញុំសាកមើលប្រហែលជាបានទៅ80ឬក៏90%សម្រាប់ដេញមូសមែនអញ្ចឹងសូមអរគុណចំពោះបងប្អូនដែលបានទស្សនានៅវីដេអូនេះអរគុណទូទៅគេច្រើនតែយកធ្វើជាឱសថសម្រាប់ជួយព្យាបាលតកតងទៅនឹងជំងឺឡើងសម្ពាធឈាមឬក៏លើសឈាមណាហ្នឹងហើយជំងឺលើសឈាមតកតងនឹងជំងឺឡើងជាតិស្ករបងប្អូនអាចសាកប្រើបានហ្នឹងហើយលើសឈាមឡើងជាតិស្ករអីហ្នឹងអាចប្រើកុកសនេះបានជាពិសេសមានបញ្ហារមាស់ប្រសិនបងប្អូនមានបញ្ហារមាស់ខ្មៅមុខពេញទាំងខ្លួនណារមាស់អេសហើយប្រើថ្នាំអីមិនបាត់បងប្អូនអាចសាកប្រើកុកសនេះយកសន្លឹកកុកសហ្នឹងទៅឆុងទឹកក្តៅហូបសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះ Channel សពបុរាណខ្មែរអង្គរសូមចែករំលែកនៅចំណេះដឹងតកតងទៅនឹងដើមកុកសបងប្អូនដូចជាឃើញក្នុងរូបភាពអញ្ចឹងណានេះគេហៅថាដើមកុកសមានផ្កាវាស្តៀងនឹងសត្វកុកហើដែរបងប្អូនហ្នឹងប៉ុន្តែកន្លែងថាតំបន់ខ្លះគេហៅថាដើមចុងអំបុកខ្លះគេហៅថាដើមម្ទេសកាល់អញ្ចឹងណាចុងអំបុកកុកសឬក៏ម្ទេសកាល់អញ្ចឹងឈ្មោះវាអាចហៅបាន3យ៉ាងខ្លះហៅចុងអំបុកទៅខ្លះហៅថាកុកសទៅហើយខ្លះហៅថាដើមម្ទេសកាល់ទៅប៉ុន្តែទូទៅគេស្គាល់ថាដើមកុកសច្រើនជាងបងប្អូនមើលតែផ្កាវាបងប្អូនផ្កាដូចកុកអញ្ចឹងឯងផ្កាវាពណ៌សអញ្ចឹងឯស្លឹកវាវិញគឺរៀងដោះទល់តងគ្នាដែរបងប្អូនហើយរៀងរលោងទេអត់មានគ្រើមអីទេស្លឹកស្តៀងស្លឹកម្ទេសយើងដែរហ្នឹងហើយស្តៀងស្លឹកម្ទេសទូទៅគេច្រើនតែយកធ្វើជាឱសថសម្រាប់ជួយព្យាបាលតកតងទៅនឹងជំងឺឡើងសម្ពាធឈាមឬក៏លើសឈាមណាហ្នឹងហើយជំងឺលើសឈាមតកតងនឹងជំងឺឡើងជាតិស្ករបងប្អូនអាចសាកប្រើបានហ្នឹងហើយលើសឈាមឡើងជាតិស្ករអីហ្នឹងអាចប្រើកុកសនេះបានជាពិសេសមានបញ្ហារមាស់ប្រសិនបងប្អូនមានបញ្ហារមាស់ខ្មៅមុខពេញទាំងខ្លួនណារមាស់អេសហើយប្រើថ្នាំអីមិនបាត់បងប្អូនអាចសាកប្រើកុកសនេះយកសន្លឹកកុកសហ្នឹងទៅឆុងទឹកក្តៅហូបហ្នឹងហើយដាក់ស្លឹកកុកសហ្នឹងចំនួន 4-10 ស្លឹកទៅឆុងទឹកក្តៅមួយកែវទៅ 4-10 ស្លឹកឆុងទឹកក្តៅមួយកែវទៅមួយថ្ងៃហូបបាន3 ដងទៅ 4 ដងហើយទៅក្នុងមួយថ្ងៃហ្នឹងសម្រាប់ដែលបងប្អូនដែលមានបញ្ហារមាស់ឡើងខ្មៅមុខហ្នឹងហើយបើសិនជាលើសឈាមបងប្អូនដែលមានបញ្ហាលើសឈាមវិញបងប្អូនដែលមានបញ្ហាលើសឈាមដូចគ្នាបងប្អូនយកស្លឹកកុកសនេះយកទាំងដើមទាំងមែកក៏បានដែរទាំងមែកវានេះឬក៏ស្លឹកវាឬក៏ដោយទាំងផ្កាក៏បានយកស្លឹកកុកសនោះចំនួន 4-10 ស្លឹកទៅឆុងទឹកហូបបងប្អូនដាក់ឆុងទាំងស្រស់ក៏បានឬក៏បងប្អូនហាលវាស្ងួតក៏បានដែរប៉ុន្តែហាលស្ងួតកុំហាលក្តៅហាលក្នុងផ្ទះណាហាលក្នុងម្លប់ស្លឹកវានេះអញ្ចឹងកាលណាបើយើងយកទៅហាលក្តៅធ្វើឲ្យជាតិសកម្មវាងាប់អញ្ចឹងកាលណាជាតិសកម្មវាងាប់ទៅវាអត់សូវមានប្រសិទ្ធភាពទេអញ្ចឹងយើងហាលនៅក្នុងម្លប់ឬក៏យើងហាលពេលព្រឹកបងប្អូនហាលត្រឹមតែម៉ោង 7-8 ពេលព្រឹកហ្នឹងហើយយើងយកចូលមកវិញមកទុកវារៀងស្ងួតអញ្ចឹងទៅ
នៅពេលណាដែលបងប្អូនត្រូវការឆុងទឹកហូបឬក៏ឡើងឈាមលើសម្ពាធឈាមអីហ្នឹងបងប្អូនអាចយកស្លឹកកុកសនេះមកឆុងទទួលទានមួយថ្ងៃ3ដង4ដងទៅម្ដង4 10ស្លឹកអញ្ចឹងណា10ស្លឹកឬក៏7 8ស្លឹកទៅឆុងជាមួយទឹកក្តៅទៅហូបទៅហើយមួយថ្ងៃហូបបាន3 4ដងទៅស្ករក៏បងប្អូនអាចហូបអញ្ចឹងបានដែរអ្នកដែលមានបញ្ហាឡើងចិត្តស្ករឡើងអាស៊ីតអីចឹងអ្នកមានបញ្ហារមាស់ឡើងខ្មៅមុខរមាស់មុខខ្មៅអេសមួយថ្ងៃមានត្រាបណៃអីចឹងណាអេសខ្លាំងរត់ឆ្នាំអីដាក់អីមិនបានដាក់អីមិនជាអញ្ចឹងបងប្អូនអាចប្រើកុកសនេះបានហើយប្រសិនបើលមាស់ហ្នឹងវាកើតខ្លាំងបងប្អូនអាចប្រើកុកសហ្នឹងជាមួយនឹងមើមក្រវាញជ្រូកណាស្គាល់ស្មៅក្រវាញជ្រូកហ្នឹងហើយមើមស្មៅក្រវាញជ្រូកហ្នឹងយក4 10មើមទៅហាន់វាវាយបែកទៅហើយជាមួយនឹងកុកសហ្នឹង4 10ស្លឹកទៅបងប្អូនដាំទឹកហូបក៏បានឬក៏ឆុងទឹកហូបក៏បានប្រសិនបើប្រើជាមួយនឹងមើមស្មៅក្រវាញជ្រូកបងប្អូនដាំទឹកណាកុកសហ្នឹងកន្លះក្តាប់ទៅណាប្រើកុកសកន្លះក្តាប់ទៅមើមក្រវាញជ្រូកហ្នឹងខ្ទង់20មើមអីចឹងទៅហ្នឹងហើយ20មើមអីចឹងទៅវាយវាទុកឲ្យបែកទៅហើយយកមកដាំទឹកហូបដាំទឹកចំនួន2លីត្រអីទៅឬក៏1លីត្រកន្លះអីចឹងណាដាំទឹកហូបជំនួសឲ្យទឹកសុទ្ធធម្មតាអញ្ចឹងហូបតែ4 10ថ្ងៃទៅវាជាហើយរមាស់នឹងប្រសិនបើមានបញ្ហារមាស់អីរងឆ្នាំអីដាក់មិនបានឬក៏ហូបឆ្នាំអីមិនបានអញ្ចឹងណាអញ្ចឹងអាចសាកប្រើកុកសនេះចំនួនកន្លះក្តាប់ទៅហើយនឹងមើមក្រវាញជ្រូក20គ្រាប់ទៅវាយវាបែកដាក់ដាំទឹកចំនួន1លីត្រកន្លះទៅ2លីត្រដាំអញ្ចឹងទៅតែ4 10ដងគឺរមាស់នឹងជាហើយនឹងហើយកុកសនេះគឺមានប្រសិទ្ធភាពច្រើនណាស់តទៅនឹងរោគរមាស់អញ្ចឹងរហូតដល់មានបញ្ហារោគស្ត្រីអីចឹងទៅក៏គេប្រើកុកសដែរគេលាយជាមួយនឹងវត្ថុធាតុថ្នាំផ្សេងទៀតប្រើតទៅនឹងបញ្ហារមាស់ហើយបញ្ហាថ្លើមបញ្ហាអីហ្នឹងក៏គេប្រើដែរកុកសនេះប៉ុន្តែគេលាយជាមួយនឹងរុក្ខជាតិផ្សេងទៀតប៉ុន្តែបើសម្រាប់តែលើសឈាមសម្រាប់តឡើងជាតិស្ករបងប្អូនមិនចាំប្រើរុក្ខជាតិផ្សេងទៀតក៏បានដែរប្រើត្រឹមតែស្លឹកកុកសនេះយកមកឆុងទឹកហូបមកដោយលោកគ្រូបានប្រាប់ពីខាងដើមអញ្ចឹងណាស្លឹកកុកសចំនួនតែ10ស្លឹកអីចឹងទៅទឹកក្តៅមួយកែវទៅចាក់ឆុងថងហូបទៅប្រើស្រស់ក៏បានប្រើស្ងួតក៏បានដែរហ្នឹងហើយអញ្ចឹងមានតែប៉ុណ្្នឹងទេសូមអរគុណដែលបានទស្សនាតាមដានទាំងអស់គ្នាសូមជួយចុច Subscribe នៅ Channel នេះម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីទៀតទៅនឹងរុក្ខជាតិឱសថនៃប្រជាជាតិកម្ពុជានៃយើងសូមអរគុណបងប្អូនទាំងអស់គ្នាប្រសិនបើបងប្អូនមានបញ្ហាឈឺក្បាលបញ្ហាវិលមុខធីងធងវិលមុខឈឺក្បាលឬក៏មានបញ្ហាឡើងសម្ពាធឈាមសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះ Channel ឱសថបុរាណខ្មែរអង្គរសូមចែករំលែកនៅចំណេះដឹងទាក់ទងទៅនឹងដើមតលឹងតឹងនេះបងប្អូនស្គាល់ណាដើមតលឹងតឹងទាក់ទងទៅនឹងការព្យាបាលបងប្អូនដែលមានអាការៈឈឺក្បាលវិលមុខឡើងឈាមអីចឹងណាអញ្ចឹងដើម្បីដឹងកាន់តែច្បាស់ពីរបៀបនៃការប្រើប្រាស់សូមបងប្អូនទាំងអស់គ្នាទៅទស្សនាតាមដានទាំងអស់គ្នាដូចតទៅហើយបងប្អូនណាកំពុងតែបេះតលឹងទឹកហ្នឹងសម្រាប់យកទៅធ្វើជ្រក់ដាក់ទឹកត្រីក៏បានទឹកស៊ីអ៊ីវក៏បានយើងយកមកជ្រក់ក៏បានហ្នឹងហើយនេះផ្លែហើយបុកអំបិលក៏បានអញ្ចឹងតលឹងទឹកជូរឡំជូរក៏បានហ្នឹងឡំជូរណាឡំជូរក៏បានអាហ្នឹងជំនួសឲ្យបន្លែជំនួសឲ្យម្ជូរកសាំងម្ជូរក្រូចម្ជូរអំពិលមែនទេហើយត្រលឹងទឹកនេះបងប្អូនមានសន្តានរៀងរើស្លឹកអីដូចទឹកកទួតដែរស្តៀងទៅនឹងស្លឹកកទួតបងប្អូនមានធាងមែកវាអីហ្នឹងស្លឹកវាហ្នឹងគឺកទួតយ៉ាងម៉េចគឺអញ្ចឹងឯងហ្នឹងហើយគ្រាន់តែផ្លែវាខំពីផ្លែកទួតវាតូចមូលអញ្ចឹងណាហើយផ្លែត្រលឹងទឹកនេះគឺវារៀងទ្វែងដីពងក្រពើអញ្ចឹងដូចក្នុងរូបភាពអញ្ចឹងឯងហើយវាមានរសជាតិជូរខ្លាំងត្រលឹងទឹកជូរខ្លាំងបងប្អូនបើកទួតយើងវាមានជូរមានចត់មានផ្អែមអញ្ចឹងហើយត្រលឹងទឹកនេះគឺជូរយកតែម្ដងហ្នឹងហើយប៉ុន្តែវាមានគុណសម្បត្តិយើងយកមកប្រើប្រាស់ជាម្ជូរសម្រាប់ស្លអីហ្នឹងដាក់ទឹកត្រីអីក៏បានហ្នឹងហើយទទួលទានបុកដាក់អំបិលអីទទួលទានផ្ទាល់មកក៏បានដែរហ្នឹងហើយនិយាយពីលក្ខណៈនៃការប្រើប្រាស់ជាលក្ខណៈឱសថវិញបងប្អូនប្រសិនបើបងប្អូនមានបញ្ហាឈឺក្បាលបញ្ហាវិលមុខធីងធងវិលមុខឈឺក្បាលឬក៏មានបញ្ហាឡើងសម្ពាធឈាមអាសាឡើងឈាមបងប្អូនហ្នឹងហើយអញ្ចឹងប្រសិនបើបងប្អូនមានបញ្ហាអាសាឈឺក្បាលអីហ្នឹងបងប្អូនអាចទទួលទាននៅផ្លែតលឹងតឹងនេះមិនមែនយកដើមយកស្លឹកទេយកផ្លែវាតែម្ដងផ្លែវាទទួលទានទៅមានបលក៏បានឬក៏អត់ក៏បានដែរទទួលទានមួយផ្លែពីរផ្លែទៅធ្វើឲ្យបងប្អូនស្វាង
biệt thả chỉ các ba thình thôn ngôi đề ấy nâng pol lan pol ấy nâng sân bà hộp ở tầng tầng nâng mà play thì play tới thừa dương xoàng hay ca chỉ các ba dương có bia cắt thoi tạm nâng đai chẳng hết chỉ biết xét miền Pành Hà Lang Chiêm sân bà miền Pành Hà Lang Chiêm ở chẳng mưa ta mình xua lại việc thình thôn trong cột trong chẳng ao mình xua không cả nông luôn chỉ thình thôn chỉ vờ một hai bằng ôn tụi tiền từ play từ lần tầng nâng sân bà miền đấy nè tụi tiền play từ lần tầng một play chẳng tới đi play chẳng tới vừa ai cả này cả thình thôn vờ một đòi sầm biệt chiếm nâng vì nâng bẩn thoi nè cả thình thôn vờ một nó được có vì bị bạt nông cả nạn đang phim tại mặt đòn là ngày anh Israel đấy bằng ôn là ngày dân tụi tiền phim mạch đam tắc đam ấy thế còn thà bây giờ là chỉ có ba lại dân tới tụi tiền mà play dân tới chẳng cả này cả chỉ có ba phải thoi tạm đó bây giờ là thình thôn vờ một mình sổ luôn chỉ lan chỉ ấy nâng trong cột trong trường ao ấy đã play đó tụi tiền to tại mặt đòn Pành Hà Lang Chiêm lang ấy nâng thình thôn vờ một đợt xa tại cả lang chiêm nâng lang sầm biệt chiêm nâng tụi tiền mà play có play tới cả thì nó bên đang thu ra rồi nó không play này từ lần tấn về miền chiết vitamin C nâng trà nâng này miền chiết vitamin C trà nâng về chui cắt thoi nữa cả chỉ có ba và sai vậy nó bằng ổn và sai thì bảo ấy có tụi tiền tới bị chập xoang vì mình thả bật liếm mấy bàn tay bị chập xoang bị cồn và sai rồi có chỉ có ba lấy trong sân để bằng ổn chỉ có ba cứ tụi tiền tới viên nâng bật chữ nâng này thôi cả chữ nâng trà nâng này rồi có bật tại mặt đòn chỉ sẽคือlàng chiêm phim chẳng rồi em bán tụi tiền từ hay phần sân dương rô rồi mà tật mồm bán anh dương đã rồi mà tật mồm tới lì mùi tật đầu thì cô tới xa tới anh đang có thua dương chập vàng đây nè lưỡi chiếm nó bằng ổn chẳng rồi mà tật mồm phần sân mà làng chiêm rô ấy thì bán ở toàn miền Nam miền ấy tới dương đã rồi mà tật mồm tới cho bà châu không liên tới tật mồm pi bay sập tới rồi mà đang mà chân đất ở dương tới cho bà tới đặt tật đầu châu thì tới cô về tới tụi tiền từ anh đang có chập vàng đây để miền Pành Hà Lang Việt chiêm thình thôn vờ một nông khả năng nó cứ bị chập vàng là ngày chập vàng ở sân bờ rô rồi mà tật một mình bàn thế miền play từ lần tấn hộp play từ lần tấn tại mặt đòn còn là về điện chu từ lần tấn nó chu tịnh là ngày hộp tới bàn tay bị lươn để là ngày dừng thình thôn vờ một đời xa đây Lang Việt chiêm nó có bị chập thoi tại mà cả rạn nữa rồi có bị bạt cả rạn thình thôn là ngày sân mà dân miền Nam tam tiết lõ nó bằng ổn Nam tam tiết mà đau bị đau nữa còn thôi chỉ mình chu ấy tụi tiền to các bạn bọc bờ rồi có đã tật tây tụi tiền thì mỗi bài ở dân á dân miền mà hộp hà ấy thì trong có thèm tật tây đã tật tây thì lần tầng tới dân chu prai nó có một giang đài lần ấy dân ai prai chúng nua mà chu có sang chu coi mai bàn là dân ngào tây slo mà chu slo ấy nứng tôi ai prai bàn đấy nó từ lần tầng nứng chỉ biết sẽคือslowสันดานอะไรอย่างเงี้ยนะมันมีสันดานสมตัวบทมีปลายสันดานอะไรนั้นslowเบียบถ่ายยืงไตรปลาไตรไอ้นั้นก็ยังไอ้ปลามาจูตะลึงตึงชนุบานได้ยังไงจังวิดีโอนี้มีแต่ปนังเตะให้สมอคุณมองโอนถึงอคนนี้ได้ตุสนาตามดานสมช่วย subscribe ใน channel อสดบารานขมายโกนี่มันแนบมวยพ้องนะใบตุสนาตามดานในวิดีโอทำไมเตี้ยแต่ตรงตะนึงรุกจิตอสดในปริจีนในจากกัมพูชีในยืงสมจุนปบองโอนถึงอคนนี้มีสุขภาพล้อจำลองจำราน